បាទប្រិមិត្តយើងវិលមកជួបគ្នាបន្តទៀតបាទមិញនេះអាស័យដ្ឋានឈ្មោះចៅប្លន់ដែលប្លន់នៅខាងស្រុកកវាញមិញស្រុកភ្នំកវាញមិញនិយាយទៅវាខុសចាខុសខេត្តចាបាទមិញនេះមិនថាបុគ្គលឈ្មោះសុកម៉ៅបាទអាយុ30ឆ្នាំនៅភូមិថ្នោភូមិថ្មាតពងឃុំសម្បូរស្រុករមាសហែកមិញមិនយើងថាខេត្តព្រៃវែងតាមពិតខេត្តស្វាយរៀងទេរមាសហែកខេត្តស្វាយរៀងបវរនោះអ្នកទស្សនាថាមិនហ្នឹងចង់បែងចែកស្រុកខ្ញុំស្រុករមាសហែកនៅស្វាយរៀងទៅឲ្យព្រៃវែងហ្នឹងហ៎ចង់កាត់រដ្ឋបាលហ្នឹងទៅខេត្តព្រៃវែងវិញហ៎បាទបវរថាខ្ញុំហ្នឹងចង់កាត់ស្រុករបស់គេរបស់ខេត្តមួយទៅឲ្យព្រៃវែងហ៎កំហុសអីណែកំហុសស្រុករមាសហែកកំហុសអីបានចង់កាត់ទៅឲ្យព្រៃវែងអរគុណឲ្យប្រិមិត្តដែលបានទស្សនាបានកំពុងទស្សនាបានដឹងខ្ញុំនិយាយខុសបាទបើសិនជាអត់ទស្សនាមិននិយាយខុសទេអត់ដឹងខ្ញុំនិយាយខុសទេបាទហើយខ្ញុំក៏អរគុណដែរចំពោះការផ្ដល់នៅព័ត៌មាននិងកំហុសតិចអញ្ចឹងជួយប្រាប់មកខ្ញុំកែបន្ថែមបាទកុំឲ្យខុសទៅរហូតបាទអញ្ចឹងស្រុករមាសហែកខេត្តស្វាយរៀងទេមិនមែនខេត្តព្រៃវែងទេសូមកែប៉ុណ្ណឹងបាទតោះសុភាអញ្ជើញចាឥឡូវនេះបន្តចូលរឿងជាបន្តគឺរថយន្ត2គ្រឿងបុកគ្នានៅចំណុចផ្លូវបែកជា4រថយន្ត Camry Hybrid ឃើញម៉ូតូឆ្លងកាត់ខាងមុខគឺបានចាប់ប្រាំងឈប់ត្រូវរថយន្ត Corolla បើកបុកវិលខ្ញាល់មួយជុំបែរក្បាលត្រឡប់ក្រោយកាលពីវេលាម៉ោង 2:20 នាទីរំលងអត្រាឈានចូលថ្ងៃទី24ខែមីនាត្រង់ចំណុចផ្លូវព្រះនរោត្តមកែងផ្លូវ240សង្កាត់បឹងរាំងខណ្ឌដូនពេញបាទតាមសម្ដីរបស់អ្នកបើករថយន្តរងគ្រោះម៉ាក Camry Hybrid ពណ៌ទឹកប្រាក់បើកបរតាមផ្លូវលេខ240ពីលេខទៅកើតមកដល់ចំណុចផ្លូវកែងមានម៉ូតូបើកឆ្លងកាត់ខាងមុខរថយន្តទើបរថយន្តចាប់ប្រាំងឈប់ស្រាប់តែមានរថយន្តបង្កម៉ាក Corolla ពណ៌សជិះគ្នា2នាក់តាមផ្លូវព្រះនរោត្តមពីជើងទៅត្បូងក្នុងល្បឿនលឿនមកដល់ក្បាន់បុកគូរថយន្តដែលឈប់ធ្វើឲ្យវិលខ្ញាល់មួយជុំបែរក្បាលត្រឡប់ក្រោយខូចខាតចំហៀងខាងឆ្វេងចំណែកឯរថយន្តបង្កគឺខ្ទេចខាងមុខក្រោយពេលកើតហេតុភាគីទាំងសងខាងគឺធ្វើការចរចាគ្នាដោយរថយន្តបង្កដឹងកំហុសបានយករថយន្តដែលខូចខាតទៅជួសជុលដើម្បីបញ្ចប់រឿងចាប់បន្តចូលមួយករណីទៀតគឺរថយន្តជនជាតិបរទេសគឺរយៈថយក្រោយគឺឈប់ទិញចេកត្រូវម៉ូតូបុកពីក្រោយចាយុវជន2នាក់គឺបើកម៉ូតូលឿនពេកគឺបុករថយន្តលេខស៊ីពីក្រោយដែលកំពុងតែបើករយៈថយក្រោយឈប់ទិញចេកបណ្ដាលឲ្យក្រពិតគូរថយន្តតែអ្នកជិះម៉ូតូរងរបួសស្រាលកើតឡើងកាលពីវេលាម៉ោង 6:20 នាទីព្រលប់ថ្ងៃទី24ខែមីនាមុខអគារ F12 រោងចក្រដំបូលខៀវស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យប្រពន្ធព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុម៉ូតូ Smart V ពណ៌ខ្មៅជិះគ្នា2នាក់បើកលឿនទិសដៅពីត្បូងទៅជើងបានបើកទៅបុកពីក្រោយរថយន្តលេខស៊ី RX 300ពណ៌ប្រផេះតែកង់ដឹកថៃកែជាជនបរទេសទិសដៅស្របគ្នាប៉ុន្តែមកដល់ចំណុចខាងលើរថយន្តបើករយៈថយក្រោយដើម្បីរកទិញចេកក៏ស្រាប់តែម៉ូតូជិះទៅបុកពីក្រោយបណ្ដាលឲ្យក្រពិតគូតនិងបែកស្តុករថយន្តចំណែកអ្នកជិះម៉ូតូរងរបួសស្រាលទាំង2នាក់ក្រោយពេលកើតហេតុភាគីទាំងពីរធ្វើការចរចាគ្នាដោយម្ចាស់រថយន្តទាមទារសំណង$150តែខាងម៉ូតូអត់មានលុយសងក៏ចុះនៅត្រឹមតែ$30ក៏អត់មានលុយសងទៀតទើបសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាំបន្តចូលមួយករណីទៀតគឺប្រទះឃើញគ្រាប់ A6 9គ្រាប់នៅក្នុងដីស្រែគ្រាប់60ណាចាគេដល់ពេលតែមែនទេទៅដាក់នឹងគ្រាប់ A6 ហ្មងចាគ្រាប់ A6 ហ្មងបាទគ្រាប់60ចា60ប្រភេទកាភ្លើងផ្លោងຂະຫນាតខ្លីចាបាទផ្លោងណាគ្រាប់60ចឹងបាទគ្រាប់60ចាប្រជាប្រដ្ឋបកស្រាយរឿងដីស្រែយកអាចដីចាចាប្រជាប្រដ្ឋបកដីស្រែយកអាចដីលក់ប្រទះឃើញគ្រាប់ A6 ចំនួនចាគ្រាប់60ចំនួន9គ្រាប់នៅក្នុងស្រែមួយអំពកកាលពីវេលាម៉ោង 2:30 នាទីរំលងចានាទីរសៀលថ្ងៃទី24ខែមីនានៅភូមិពោរលំសង្កាត់សាក់សំពៅខណ្ឌដង្កោម្ចាស់ស្រែគឺមានឈ្មោះថាពូកសុកហុកភេទប្រុសអាយុ28ឆ្នាំបានឲ្យដឹងថាស្រែរបស់គាត់គឺមានច្រើនអំពកហើយគាត់បានបកដីស្រែស្រទាប់លើអស់3ទៅ4អំពកហើយគឺមិនដែលឃើញមានគ្រាប់ទេទើបមួយអំពកនេះខណៈដែលបកដីស្រែខាងលើនេះកាលពីថ្ងៃទី23ខែមីនាក៏ស្រាប់តែប្រទះឃើញគ្រាប់60ចំនួន2គ្រាប់តែមិនទាន់រីកាទៅសមត្ថកិច្ចទេលុះដល់រសៀលថ្ងៃទី24ខែមីនានេះបានប្រទះឃើញ7គ្រាប់ទៀតទៅរីកាទៅសមត្ថកិច្ច
សមត្ថកិច្ចបានចុះទៅពិនិត្យហើយក៏បានទូរស័ព្ទហៅមន្ត្រីស៊ីម៉ាក់ចុះទៅទទួលយកទៅរក្សាទុកសមត្ថកិច្ចបានឲ្យដឹងថាក្របនេះគឺជាក្របសល់ពីចំនួនដើមចាស់ណាស់ទៅហើយទោះបីជាយ៉ាងណាសមត្ថកិច្ចចាសមត្ថកិច្ចសំណុំពរសូមឲ្យប្រជាប្រដ្ឋដែលប្រទះឃើញក្របមានអ្វីចំណាស់ក៏ដោយក៏ត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាមហាមប៉ះពាល់ក្របក្របបែកបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតចាបាទលោកអ្នកនៅខាងជាយក្រុងឥឡូវហ្នឹងប្រជាពលរដ្ឋគាត់នៅតាមជាយក្រុងហ្នឹងគឺគាត់តែងតែឲ្យខាងគ្រឿងចាក់គេហ្នឹងទៅបកដីស្រែរបស់គាត់អាហ្នឹងគេហៅថាបកចាបកបាទពីព្រោះដីស្រែរបស់គាត់វាកាន់តែរាក់ចាដល់អញ្ចឹងគេបកទៅគាត់ចំណេញចេះទី1គាត់ចំណេញបកអញ្ចឹងលក់ដីហ្នឹងឲ្យគេលក់អាចដីហ្នឹងលក់ឲ្យគេគាត់បានកម្រៃខ្លះមកហើយក៏ចំណេញទៅដីស្រែរបស់គាត់រៀងជ្រៅបន្តិចបាទគឺនៅតាមជាយក្រុងហ្នឹងគឺជាពិសេសនៅក្នុងខណ្ឌសែនសុខខណ្ឌពោធិ៍សែនជ័យខណ្ឌច្បារខណ្ឌព្រែកភ្នៅខណ្ឌដង្កោដែលគេហៅថាខណ្ឌជាយក្រុងគឺពលរដ្ឋគាត់នៅទីនោះគាត់តែងច្រើនទៅធ្វើអញ្ចឹងហើយប្រភេទក្របនេះលោកអ្នកមិញអ្នកសរសេរព័ត៌មានយើងគាត់ប្រើភាសាអានឹងភាសាក្រៀមភាសាអាហុកក្របអាហុកគេច្រើននិយាយអញ្ចឹងចាហើយប្រភេទក្រប60នេះបើទាហានជំនាញខាងសមត្ថកិច្ចគេច្បាស់ហើយបាទគឺជាប្រភេទកំភ្លើងផ្លោងហើយបើភាសាអង់គ្លេសគេហៅដែលខ្មែរយើងច្រើនហៅថាប្រភេទកំភ្លើងត្បាល់ចាកំភ្លើងត្បាល់ហើយបើភាសាអង់គ្លេសគេថា mortar ហ្នឹងបានន័យចង់និយាយថាប្រភេទកំភ្លើងផ្លោងដែលអាចចល័តបានគឺប្រភេទកំភ្លើងផ្លោងដែលអាចចល័តបានន័យថាគឺផ្លោងក្នុងកម្រិតចម្ងាយប្រមាណជា2គីឡូ3គីឡូ4គីឡូបាទឬក៏ពេលខ្លះអាចបានដល់10គីឡូចាបាទអាចប៉ុណ្ណឹងបាទអត់បានឆ្ងាយប៉ុន្តែអានេះគេហៅថាប្រភេទកំភ្លើងផ្លោងចល័តបានតែលីក៏បានបាទសែងក៏បានចាបាទក្របនេះគេដាក់ដឹងក្របនេះគេធ្វើម៉េចគេដាក់សាងដូចអំពៅអញ្ចឹងចាបាទគេវាយគ្នាខ្លាំងមែនទែនគឺគេដាក់សាងរែកដូចអំពៅអញ្ចឹងចាបាទបាននេះចងយកអាកតុយវាមានទាំងហាលអញ្ចឹងទីបយូអញ្ចឹងរែកទៅចាតែក្របហ្នឹងអត់ផ្ទុះទេបើយើងជន់អីអត់ជន់ចំមកចំោះវាហ្នឹងគឺផ្ទុះដែរហ្នឹងចាបាទកុំចេះតែហ៊ានបាទពេលខ្លះជន់វាអត់អីទេប៉ុន្តែគាត់ថាជន់ចំមកកន្លែងចំោះកលឹះវាហ្នឹងវាផ្ទុះដែរហ្នឹងបាទអានេះប្រភេទគេកំភ្លើងវាយើងធំភ្លើងបវែងអត់ទេបវែងប្រហែលជាអាចថា1ម៉ែត្រជាងបន្តិចហ្នឹងណាrồiហើយមានជើងទប់rồiហើយគេផ្លោងគឺគេតម្លាក់ចូលក្នុងកំពង់ហ្នឹងចាតម្លាក់ចូលក្នុងកំពង់ទៅបាទពុកអញ្ចឹងបាទថាបើសិនជាធ្វើកំភ្លើងឲ្យវាប្រហោងធំយើងយកមនុស្សតម្លាក់ចូលក្នុងកំពង់នោះផឹកមនុស្សបាច់នេះទេហោះវឹងទៅមកទៅធ្លាក់អាហ្នឹងក៏ប្រភេទកំភ្លើងមនុស្សហោះតម្លាក់មនុស្សចូលភ្លុកផឹកអញ្ចឹងទៅធ្លាក់ទៅនោះដេញកាប់គ្នាតបន្តចូលមួយរឿងទៀតគឺភ្លើងឆេះព្រៃដីរបស់មន្ត្រីគណនេយ្យសាលាខណ្ឌមានជ័យដល់រដូវឆេងមេងប្រក់ភ្នោដែលជាប្រពៃណីជាប់ខ្សែស្រឡាយចិនបានរៀបចំកាប់ឆ្ការព្រៃហើយគឺដុតព្រៃទើបតែបណ្ដាលឲ្យឆាបឆេះព្រៃដែលគេដឹងថាជារបស់លោកមន្ត្រីគណនេយ្យនៅសាលាខណ្ឌមានជ័យបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង4ល្ងាចថ្ងៃទី24ខែមីនានៅខាងជើងវត្តកំសាន្តភូមិព្រះពន្លាសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅប្រជាប្រដ្ឋនៅកន្លែងកាត់ហេតុបានឲ្យដឹងថាដោយសារតែរដូវកាលសែនឆេងមេងប្រក់ភ្នោរបស់ជនជាតិចិនទើបម្ចាស់ដីដែលមានឈ្មោះថាជាប៊ុនអ៊ិតជាមន្ត្រីគណនេយ្យនៅសាលាខណ្ឌមានជ័យតែចូលនិវត្តន៍រយៈពេល1ឆ្នាំមកហើយបានជួលកម្មករឲ្យកាប់ឆ្ការដីព្រៃដែលមានម៉ងនៅលើដីព្រៃនោះបន្ទាប់ពីកាប់ឆ្ការរួចហើយកម្មករបានដុតព្រៃនោះចោលបង្កជាអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅឆ្លងរាលដាលព្រៃធ្វើឲ្យប្រជាប្រដ្ឋមានភ័យស្លន់ស្លោដោយសារតែផ្ទះរបស់គាត់នៅជិតនោះដែរបាននាំគ្នាតទៅយកទឹកបាញ់តែអណ្ដាតភ្លើងមិនបានរលត់ទេសមត្ថកិច្ចបានទូរស័ព្ទហៅរថយន្តផលិតអគ្គិភ័យចំនួន4គ្រឿងប្រើប្រាស់អស់1គ្រឿងបានរលត់អស់ទាំងស្រុងបាទទូទស្សនិកជនមិញនេះប្រិមិត្តរបស់យើងបានប្រាប់មកដែរថាឥឡូវនេះវាខែក្តៅខ្លាំងអញ្ចឹងចំពោះម្ចាស់ដីទាំងឡាយណាដែលគាត់បានទុកដីជាឡូចោលហ្នឹង
សុំទៅឲ្យកាប់ឆ្កាប្រមូលដុតឲ្យជះសាឡាទៅជៀសវាងកុំឲ្យការផិតភ័យពេលដែលឆេះភ្លើងម្ដងហ្នឹងធ្វើឲ្យអ្នកផ្ទះជិតខាងហ្នឹងគេព្រួយបារម្ភចា៎បាទនេះជាដីឡូដែលគាត់ទិញទុកចោលរួចហើយគាត់អត់សូវទៅមើលដល់ពេលចាប់ដើមខែហ្នឹងខែក្តៅហើយអញ្ចឹងបើលោកអ្នកនៅទីក្រុងភ្នំពេញចេញដំណើរតែចេញពីទីក្រុងភ្នំពេញទៅអ្នកនឹងឃើញដីស្រែយ៉ាងស្ងួតហួតហែងហើយនឹងស្នាមភ្លើងឆេះព្រៃហើយនៅឯជនបទនេះភ្លើងឆេះព្រៃជារឿងធម្មតាអ្នកនៅក្បែរជើងភ្នំមកខែនេះភ្លើងឆេះព្រៃជារឿងធម្មតាហើយកាលខ្ញុំនៅស្រុកកំណើតនោះដែលឲ្យតែយប់ឡើងឃើញភ្លើងឆេះលើកពូលភ្នំណាតែប្រាំងណាគឺអានឹងភ្លើងព្រៃឆេះទេហើយជាទូទៅពេលខ្លះឆេះហ្នឹងដោយសារតែគេដើរដេញសត្វគេដុតអីចឹងទៅខ្លះទៀតអត់អ្នកដើរដេញសត្វទេតែថ្មភ្នំធ្លាក់មកវាបែកផ្កាភ្លើងឆេះទៅក៏មានដែរបាទនេះនៅតាមតំបន់ភ្នំណាបាទហើយមិញនេះអ្នកធ្វើដំណើរគេបានជូនដំណឹងមកខ្ញុំមិញគាត់ថាលោកវិធីព័ត៌មានដែលផ្សាយមិញថាស្ត្រីវិកលចរិតដើរស្រាតបាញ់មិញនេះឥឡូវហ្នឹងកំពុងតែដេកនៅមុខវត្តនិរោធជួយប្រាប់ប៉ូលីសឲ្យដឹងផងគាត់កំពុងដេកនៅនោះឲ្យប៉ូលីសយកភួយយកខ្នើយយកខោអាវឲ្យទៅសោកឲ្យគាត់ផងព្រោះគាត់នៅកន្លែងនោះធ្នល់នៅនោះហើយអ្នកជិះម៉ូតូអ្នកបើកឡាននេះមើលទៅឡើងអៀនភ្នែកចង់ប្រកាច់ដល់ពេលគេឲ្យឃើញទាំងអស់អញ្ចឹងទៅវាលែងហ៊ានមើលហ្មងអញ្ចឹងទៅបាទទូទាំងជនឥឡូវនេះម្ចាស់ជំនួយដែលខ្ញុំមិនទាន់បើកទេប៉ុន្តែសូមជម្រាបជូនអ្នកដែលជួយសិនបាទយប់មិញនេះខ្ញុំទៅជប់លៀងចូលឆ្នាំនៅខាងកងរាជវុធហត្ថក្រុងគាត់អញ្ជើញយើងទៅធ្វើចូលរួមហូបអាហារនៅក្នុងកងរាជវុធហត្ថក្រុងកាលពីយប់មិញនេះគឺមានអ្នកស្គាល់គ្រប់តុកចឹងមកគាត់ក៏ឆ្លៀតឱកាសពេលហ្នឹងគាត់ថាគាត់ធ្វើបុណ្យបាទគឺលោកតាន់កឹមរិទ្ធបាទគាត់ប្រឹក្សាក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបាទគាត់ឧបត្ថម្ភចំនួន$50សហរដ្ឋអាមេរិកដែលឧបត្ថម្ភទៅយាយគាត់ដែលត្រូវការក្តារមឈូសបាទហើយនឹងលោកគៀតហ៊ុលបាទលោកគៀតហ៊ុលលោកជាចៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតបាទមានសារកណ្ដាលយើងពេញក្រុងប៉ោយប៉ែតដែលគាត់មកជប់លៀងដែរគាត់ឧបត្ថម្ភចំនួន$50សហរដ្ឋអាមេរិកដែរទៅយាយដែលត្រូវការក្តារមឈូសនឹងដែរបាទអញ្ចឹងលោកតាន់កឹមរិទ្ធប្រឹក្សាក្រុមប្រឹក្សាក្រុងប៉ោយប៉ែតនិងលោកគៀតហ៊ុលទៅចៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតសរុបទាំងពីរនាក់ហ្នឹងគាត់$100សហរដ្ឋអាមេរិកបាទជួបគ្នានៅតាមតុកយប់មិញហ្នឹងជួបលៀងនៅកងរាជវុធហត្ថក្រុងយប់មិញហ្នឹងបាទហើយនឹងខាងមកពីខាងសហរដ្ឋអាមេរិកនៅវិញគាត់នៅទីក្រុងឡង់ប៊ិចកាលីហ្វ័រញ៉ាគឺបងស្រីច័ន្ទថនលក្ខបាទន័យថាបើសិនជានៅខ្មែរយើងគេថាលក្ខច័ន្ទថនចា៎បាទតែតកូលនៅនោះយើងដាក់ឈ្មោះមុនបាទអញ្ចឹងច័ន្ទថនលក្ខបាទតែនិយាយខ្លីថាលក្ខច័ន្ទថនគាត់នៅទីក្រុងឡង់ប៊ិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបាទរួមជាមួយនឹងលោកយាយជាកឹមងួនបាទលោកយាយជាកឹមងួននិងលោកតាជូសុនបាទឧបត្ថម្ភថវិកាចំនួន$350សហរដ្ឋអាមេរិកសម្រាប់ឲ្យការងារហងមាសចែកជូនដល់អ្នកក្រីក្រដែលហងមាសធ្លាប់ដើរទៅដល់បាទអរគុណណាស់បងស្រីលក្ខចន្ទថនហើយនឹងលោកយាយជាកឹមងួននិងលោកតាជូសុនបាទនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបាទអរគុណទូទាំងនិជនពេលវេលាដល់ទីបញ្ចប់ទៅហើយបាទដោយសារតែពេលវេលាដល់ទីបញ្ចប់ទៅហើយនិយាយទៅចង់ភ្លេចខ្លួនចង់ឡើងដល់ម៉ោង10កន្លះបាទអញ្ចឹងដល់ម៉ោងចប់ទៅហើយទូទាំងនិជនសម្រាប់ខ្ញុំនៅពេលនេះរួមជាមួយនឹងកញ្ញាសុភានិងសហការីទាំងអស់សូមជម្រាបលាទូទាំងនិជនតែប៉ុណ្ណេះហើយយើងនឹងវិលមកជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទ